Bài video nàyគឺយើងបន្តចូលដល់ចំណុច 2.3 ទាក់ទងទៅនឹងផ្នែក special key ឬក៏យើងហៅថាផ្នែកបញ្ជីពិសេសទាក់ទងទៅនឹងផ្នែកបញ្ជីពិសេសនេះដែរគឺយើងអាចធ្វើការក្រឡេកមើលនៅលើ keyboard ផ្នែកខាងក្រោមគឺមាន key ដូចជាបាទ escape មានដូចជា print screen push and break និង insert key បាទអញ្ចឹងយើងចាប់ផ្ដើមធ្វើការសិក្សាទាក់ទងទៅនឹង key escape មុនគេបាទអញ្ចឹង key escape នេះគឺថាប្រើសម្រាប់ចាក់ចេញពីដំណើរការឬក៏ការបញ្ជាណាមួយអញ្ចឹងលោកគ្រូឧទាហរណ៍ទៅលើកម្មវិធីដែលលោកគ្រូកំពុងបើកនេះតែម្ដងអញ្ចឹងនៅពេលដែលលោកគ្រូធ្វើការបញ្ចូលទិន្នន័យបន្ថែមបាទអញ្ចឹងលោកគ្រូឧទាហរណ៍ថាដាក់ឈ្មោះលោកគ្រូចុះបាទអញ្ចឹងនៅពេលដែលយើងធ្វើការបិទកម្មវិធីដែលមិនបានធ្វើការ save មានថារក្សាទុកទិន្នន័យឈ្មោះនេះបញ្ចូលទៅក្នុងកម្មវិធីនេះគឺវានឹងបង្ហាញផ្ទាំងមួយបាទឧទាហរណ៍ថាលោកគ្រូបិទបាទចុចបិទបែបនេះអញ្ចឹងវានឹងបង្ហាញផ្ទាំងឲ្យយើងធ្វើការ save បាទគេដាក់ថា do you want to save change zipper រដ្ឋបាលបាទអញ្ចឹងនៅក្នុងនេះបើសិនជាករណីយើងចុច save ក៏បានដែរចុច save មានថាវារក្សាទុកនៅឈ្មោះរបស់លោកគ្រូនេះបញ្ចូលទៅក្នុងបាទឯកសារនឹងទៀតហើយបើសិនជាករណីយើង don't save មានន័យថាយើងអត់រក្សាទុកទេហើយបើ cancel មានន័យថាគឺយើងបោះបង់ការបិទនៅកម្មវិធីហើយបន្តធ្វើការតទៅទៀតវាស្មើនឹងយើងចុច escape បាទជាងយើងអាចធ្វើការចុចនៅ key escape លើ keyboard របស់យើងទៅគឺវាស្មើនឹងយើងចុចពាក្យថា cancel បាទឃើញទេបាទបន្តមកគឺយើងចូលដល់ទាក់ទងការប្រើប្រាស់ key push and break អញ្ចឹង push and break ប្រើសម្រាប់ធ្វើការផ្អាកដំណើរការណាមួយឧទាហរណ៍ដូចជាការ play video ជាដើមអញ្ចឹងឧទាហរណ៍ថាលោកគ្រូមានវីដេអូបាទកីឡាមួយអញ្ចឹងនៅពេលដែលលោកគ្រូចាប់ផ្ដើមធ្វើការ play បែបនេះលោកគ្រូអាចចុចទៅលើ key push បាទដើម្បីធ្វើការផ្អាកវាបណ្ដោះអាសន្នឬក៏យើងចុចទៅលើវាម្ដងទៀតដើម្បីធ្វើការបាទ break វាបាទបិទវាត្រឹមនឹងតែម្ដងបាទ key បន្ទាប់ទៀតទាក់ទងទៅនឹង print screen បាទអញ្ចឹងទាក់ទងទៅនឹង key print screen នេះគឺយើងធ្លាប់បានសិក្សាកាលពីវីដេអូមុនខ្លះហើយអញ្ចឹងចំពោះកុំព្យូទ័រខ្លះគឺគេសរសេរបាទពាក្យ print screen ពេញបែបនេះតែម្ដងហើយចំពោះកុំព្យូទ័រខ្លះគឺសរសេរអក្សរ PRTSC បាទវាខ្លះគេមានដកឃ្លីបែបនេះទៀតបាទអញ្ចឹងគេប្រើសម្រាប់ការថត screen កុំព្យូទ័រអញ្ចឹងយើងអាចធ្វើការចុចទៅលើ print screen ហ្នឹងមកតែនៅពេលយើងចុច print screen ភ្លាមគឺយើងអត់ដឹងថារូបភាពយើងនៅឯណាទេអញ្ចឹងតើតើរូបភាពដែលយើងចុច print screen នេះតើយើងធ្វើការទម្លាក់ទៅលើកម្មវិធីណាមួយឬក៏ផ្ញើចូលទៅកាន់កម្មវិធីណាមួយអញ្ចឹងយើងអាចធ្វើការទម្លាក់ចូលទៅក្នុងកម្មវិធី Microsoft Word ដែលលោកគ្រូកំពុងតែបើកនេះក៏បានដែរបាទកម្មវិធីមួយនេះបាទកម្មវិធីមួយនេះយើងអាចបើកកម្មវិធីនឹងមកបាទយើងយក blank document ហើយយើងធ្វើការ mouse ស្ដាំបាទ mouse ស្ដាំហើយយើងយកពាក្យថា path បាទ path នេះយើងអាចធ្វើការទម្លាក់រូបភាពដែលយើងចុច print screen ដើម្បីមិញហើយឥឡូវគ្រូបិទសិនហើយមួយទៀតយើងអាចធ្វើការទម្លាក់បាទដោយបើកកម្មវិធី Telegram មកបាទយើងបើកកម្មវិធី Telegram នឹងមកហើយយើងធ្វើការទម្លាក់វាផ្ញើឲ្យនរណាម្នាក់ក៏បានដែរហើយមួយទៀតបើសិនជាករណីយើងចង់ធ្វើការរក្សាទុកនៅរូបភាពដែលយើងបានចុច print screen ហ្នឹងនៅក្នុងកុំព្យូទ័ររបស់យើងត្រូវបើកនៅកម្មវិធីមួយបាទយើងចុចលើ start button នេះហើយយើងវាយពាក្យថា pen បាទដើម្បីធ្វើការបើកនៅកម្មវិធី pen នេះបាទអញ្ចឹងយើងចុចបើកវាមកបន្ទាប់យើងចុចទៅលើមុខងារ path កន្លែងនេះបាទ Control V ក៏បានដែរជុំវិញនឹងធ្វើការទម្លាក់នៅរូបភាពចូលទៅក្នុងកម្មវិធីហ្នឹងហើយយើងធ្វើការរក្សាទុកដោយចុចទៅលើ button save នេះ save ហើយយើងជ្រើសរើសទីតាំងមកបាទឧទាហរណ៍ថាលោកគ្រូដាក់លើ desktop បាទ desktop នេះហើយយើងដាក់ឈ្មោះវាបាទដាក់ឈ្មោះយើងដាក់ឈ្មោះមិនក៏បានដែរឥឡូវលោកគ្រូដាក់លេខ1ចុះបាទបន្ទាប់មកយើងចុច save បាទនេះជារូបភាពដែលយើងបានធ្វើការរក្សាទុកដើម្បីមិញឈ្មោះលេខ1មិញហ្នឹងណាបាទជាងយើងធ្វើការបើកវាមកបាទជាបន្តទៀតគឺតាក់ទងទៅនឹងបាទ key insert បាទ insert នេះគេថាប្រើសម្រាប់ផ្សំជាមួយនឹងគ្រាប់ចុចផ្សេងទៀតដើម្បីធ្វើការបង្កើតជា shortcut key ឧទាហរណ៍ដូចជាយើងចុច shift បូកជាមួយនឹង key insert បាទនេះជាងយើងចុច shift នេះឲ្យជាប់ shift មួយណាក៏បានដែរដោយសារវាមានឆ្វេងស្ដាំណាបាទចុច shift ឲ្យជាប់ហើយចុច insert នេះប្រើសម្រាប់ការទម្លាក់ទិន្នន័យបាទ
គេថាប្រើដើម្បីធ្វើការទម្លាក់ទិន្នន័យយើងហៅថា path ណាដែលយើងបានធ្វើការ copy អញ្ចឹងឧទាហរណ៍ថាលោកគ្រូបានធ្វើការ select ទៅលើពាក្យ computer នេះបាទជាលោកគ្រូធ្វើការ copy បាទថតចម្លង copy មានន័យថាថតចម្លងយើងមកស្ដាប់មួយមកជាងយកពាក្យថា copy ជាងកាលណាយើង copy ហើយយើងចង់ទម្លាក់វាគឺយើងធ្វើការមកស្ដាំមែនទេបាទមកស្ដាំមកយកពាក្យថា path នេះបាទ path ឬក៏យើងអាចប្រើប្រាស់មុខងារបាទដែលចុចបាទមិញនេះ shift insert នេះបាទចុច shift ឲ្យជាប់ហើយចុច key insert មកគឺយើងអាចធ្វើការបាទទម្លាក់បានដូចគ្នានេះទាក់ទងទៅនឹងការប្រើប្រាស់នៅ key insert បាទអញ្ចឹងនៅក្នុងវីដេអូនេះទាក់ទងទៅនឹងការប្រើប្រាស់នៅ special key ឬក៏យើងហៅផ្នែកបញ្ជីពិសេសគឺលោកគ្រូមានប៉ុណ្ណឹងហើយនៅក្នុងវីដេអូក្រោយគឺយើងបន្តចូលដល់ទាក់ទងទៅនឹងចំណុច 2.4 គឺផ្នែក cursor key ឬក៏ផ្នែកបញ្ជាទិសដៅ cursor បាទចំពោះវីដេអូនេះគឺលោកគ្រូមានប៉ុណ្ណឹងបាទសូមអរគុណ